អ្វីដែលបងប្អូនរងចាំឥឡូវបានមកដល់ពីខែមុនម៉ាត់បានទៅមើល Bugatti Chiron របស់ Alex នៅ Miami គូបញ្ជាក់ផងដែរ Chiron នោះបានដាក់ដេញថ្លៃនៅ Copart បន្ទាប់ពីខាងធានារ៉ាប់រងបានសងប្រាក់ទៅ Alex អ្វីដែលម៉ាត់ភ្ជាប់ផ្អើលគឺឡាននោះបានទៅលើ Alex ដដែលដែលជាម្ចាស់ឡានដើម Alex បានចំណាយលុយ$2 លានដើម្បីដេញថ្លៃឈ្នះបានយកឡាននោះមកវិញហើយតារាងដេញថ្លៃចេញពីក្រុមហ៊ុន Bugatti ត្រូវចំណាយលុយជួសជុលអស់$1.7 លានតែយ៉ាងណាមិញបើត្រូវជួសជុលក៏ត្រូវដឹកឡាននោះទៅក្រុមហ៊ុនដើមដែរដែលក្រុមហ៊ុនមិនអោយលក់គ្រឿងបន្លាស់និងលេខកូដឲ្យរថយន្ត Chiron នេះទេដូច្នេះពួកគេនឹងត្រូវជួសជុលដោយមិនឆ្លងកាត់ក្រុមហ៊ុនការងាររបស់ម៉ាត់បានមកដល់ម៉ាត់បានហោះទៅ Miami ភ្លាមៗបន្ទាប់ពីបានខលជាមួយ Alex ឥឡូវម៉ាត់បានមកដល់អាមេរិកនេះជាក្តីសម័យរបស់ម៉ាត់ដែលគាត់ចង់ជួសជុលហើយប្រខាយូរណាស់មកហើយពេលទៅដល់ផ្ទះ Alex ម៉ាត់បានដើរតម្រង់ទៅ Chiron តែម្ដងសំណួរដំបូងរបស់ម៉ាត់គឺហេតុអ្វីបាន Alex ទិញឡាននេះយកមកវិញ Alex តបថាគាត់មិននឹកស្មានថាគាត់អាចយករថយន្តនេះបានមកវិញនោះទេគាត់ធ្លាប់គិតថាពេលគ្រោះថ្នាក់កាត់ឡើងនឹងបាត់បង់វានឹងមិនអាចយកវាបានមកវិញហើយគាត់មិនសប្បាយចិត្តគាត់មិនចង់បាត់បង់វានោះទេពេលបានឡើងមកវិញ Alex បានផុសរូបមួយហើយមិនសិនក្រុមហ៊ុន Bugatti ដោយសរសេរថាអ្នកមានពេល24ម៉ោងក្នុងការលុបឡាននេះចេញពីបញ្ជីខ្មៅបើមិនដូច្នេះទេ Alex នឹង print 3D សម្រាប់គ្រប់ផ្នែកទាំងអស់របស់ឡានភ្លាម CEO របស់ក្រុមហ៊ុន Bugatti បានផ្សាយសារមក Alex ដោយនិយាយថាមិនអាច print បាននោះទេដែលគ្រាន់តែប្រអប់លេខនិងតួកបោនរបស់ឡានបានខូចវាមិនដូចទៅនឹងចក្លៀងនិងគ្រឿងបន្លាស់ផ្សេងៗទៀតនោះទេក្រុមហ៊ុន Bugatti បានផ្ដល់ជំរើសទី2ដោយសារចង់ការពារ brand Bugatti ឲ្យ Alex ចូលរៀនទៅបារាំងដើម្បីជួសជុលដោយចំណាយអស់ត្រឹមតែ$60,000នោះទេតែបើទិញគ្រឿងមកជួសជុលក្រៅក្រុមហ៊ុនត្រូវចំណាយ$1.7 លានតែ Alex ចង់ជួសជុលនៅ Miami ជាជាងដឹកទៅបារាំងឡានត្រូវបានដឹកយកចេញទៅទីតាំងដើម្បីជួសជុលដោយការជួសជុលនោះគឺម៉ាត់ជាអ្នកធ្វើដោយផ្ទាល់ដៃរថយន្តបានមកដល់ការងារក៏បានចាប់ផ្ដើមការងារដំបូងរបស់ម៉ាត់ត្រូវ scan រកមើលកំហុសជាមុនគាត់បានរកឃើញបញ្ហារបស់ប្រអប់លេខចំនួន7ចំណុចដោយសារនៅក្នុង Copart បានបញ្ជាក់ថាឡាននេះបានប៉ះទង្គិចទៅដល់ប្រអប់លេខភាគច្រើនបញ្ហាប្រព័ន្ធភ្លើងពងសុវត្ថិភាពនិងខ្សែក្រវ៉ាត់បញ្ហារបស់ម៉ាស៊ីនគ្មានទេតែប្រអប់លេខមានបញ្ហាការងារដំបូងត្រូវបានដោះបំបីគ្រឿងជាមុនដូចជាផ្លាត់ទឹកកាបោនសុំកញ្ចក់មុខដោយឡានដើម្បីដោះកង់មុខចេញងាយស្រួលក្នុងការដោះកង់មុខភ្ញាក់ផ្អើលណាស់កង់មួយគ្រាប់ជាមួយសម្បកស្រាលមែនទែនមកបានបញ្ជាក់រូបរាងឡាននេះមិនអាចនឹងត្រឡប់ទៅសភាពដើមបាននោះទេដោយតែអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងផ្នែកខាងមុខបានដោះចេញមួយឈុតតែម្ដងមានគ្រឿងច្រើនទៀតត្រូវបានដោះចេញម៉ាត់បានបន្តដោះធ្នឹមខាងមុខចេញកញ្ច្រែងម៉ាស៊ីនត្រជាក់និងធុងទឹកក៏ត្រូវបានដោះចេញទាំងអស់ផងដែរហើយទាំងអស់ប្រសិនបើខូចមិនអាចជួសជុលបាននោះទេក្នុងផ្នែកទាំងអស់ភាគច្រើនគឺធ្វើមកពីអាលុយមីញ៉ូមផ្នែកសាក់ស៊ីខាងមុខម៉ាត់បានរកឃើញថាអាចនឹងដោះចេញពីតួកំបោររបស់ឡានដោយងាយស្រួលសម្រាប់ការផ្លាស់ប្ដូរម៉ាត់បានបញ្ជាក់ថាតួកំបោររបស់ឡានដែលក្រុមហ៊ុន Bugatti ត្រូវតម្រូវឲ្យផ្លាស់ប្ដូរទាំងមូលតាមពិតគាត់អាចជួសជុលវាបានដោយសារតែវាគ្រាន់តែជាបំណែកទុចមួយប៉ុណ្ណោះដោយមិនមានអ្វីចាប់ជាប់វានោះទេបន្តមកទៀតម៉ាត់បានដោះកញ្ចក់មកចេញហើយគាត់គិតថាកញ្ចក់នេះអាចនឹងកំងទិញបានដោយសារតែវាងាយនឹងបែកឥឡូវម៉ាត់បានទៅដល់ក្រុមហ៊ុនចែកចាយរបស់ Bugatti នៅអាមេរិកដើម្បីសាកសួរថាតើអាចកំងគ្រឿងតាមនេះផ្ទាល់បានដែរឬទេចម្លើយគឺគ្រប់គ្រឿងទាំងអស់មុននឹងកំងត្រូវយកឡានមកទុកនៅក្រុមហ៊ុនដើម្បី scan និងត្រួតពិនិត្យហើយជាបញ្ហាដែលលេខកូដឡាននេះនឹងអាចពិបាកកំងសំបីតែកញ្ចក់មុខដោយសារក្រុមហ៊ុន Bugatti បានដាក់រថយន្តនេះនៅក្នុងបញ្ជីខ្មៅអញ្ចឹងពួកគេនឹងត្រូវដោះស្រាយបញ្ហានេះដោយខ្លួនឯងត្រឡប់មកវិញម៉ាត់បានពិនិត្យមើលចង្កៀងទាំងពីរដែលបានខូចខាតហើយគ្រប់គ្រឿងបន្លាស់ទាំងអស់គ្មានឯបានមួយទឹកទេក្រៅពីចង្កៀងដែលគាត់ធ្លាប់បានឃើញគេផុសលក់ក្នុងតម្លៃមួយគូ$150,000បន្តការងារដោះពងចង្កូតចេញសំណាងល្អពងសុវត្ថិភាពរបស់ Bugatti ត្រូវគ្នាជាមួយ Aston Martin TB11 ដែលមានតម្លៃមួយទឹកជាង$1,000ស្បែកចង្កូតក៏បានតាក់ទងទៅហាងដែលអាចធ្វើថ្មីបានអញ្ចឹងដោះស្រាយបញ្ហាបានមួយហើយបកមកពងការពារជើងវិញម្ដងម៉ាត់បានឆែកមើលកូដពងម្ដងទៀតពងនេះត្រូវគ្នាជាមួយ Audi A3 មួយទឹកដែលមានតម្លៃត្រឹមតែ$35តែប៉ុណ្ណោះដូច្នេះពងជើងមួយចំហៀងទៀតប្រហែលជាដូចគ្នាហើយសំណាងល្អគឺដូចគ្នាមែនបន្ទាប់មកដោះពងនៅតាប់ឡូវិញម្ដងម៉ាត់សង្កេតឃើញថាពងនេះមិនមាន logo Bugatti ទេច្បាស់ណាស់ថាវានឹងងាយស្រួលរកលេខកូដបានបង្ហាញថាពងនេះជាពងរបស់ Audi A3 ដូចគ្នាហើយមានតម្លៃមួយទឹកត្រឹមតែ$149អ្វីដែលសំខាន់គឺត្រូវជួសជុលស្បែកតាប់ឡូដោះកៅអីចេញទាំងសងខាងដើម្បីងាយស្រួលដោះខ្សែក្រវ៉ាត់ដើម្បីផ្លាស់ប្ដូរថ្មីគ្រប់យ៉ាងដែលខូចខាតនៅក្នុងរថយន្តបានដោះចេញឬសំខាន់មកត្រូវត្រួតពិនិត្យថាបញ្ហារបស់ប្រអប់លេខខូចខាតកម្រិតណាមករំពឹងថាបញ្ហារបស់ប្រអប់លេខវាខូចខាតតូចតាចតែប៉ុណ្ណោះហើយល្អបំផុតរបស់ឡាននេះគឺនៅតែអាចបើកបានទោះបីជាដោះគ្រឿងខាងមុខអស់ក៏ដោយភាគច្រើនតាមបទពិសោធន៍របស់ម៉ាតគ្រាន់តែដោះការមុខចេញក៏មិនអាចបញ្ជាក់បានដែរ
ឡានបានឡើងលើប៉ងដើម្បីត្រួតពិនិត្យជើងក្រោមជាពិសេសប្រអប់លេខតែម្ដងគ្រប់ផ្នែកនៅបាត់ខាងក្រោមល្អទាំងអស់នៅខាងមុខមិនមានបញ្ហាកត់សម្គាល់នោះទេតែម៉ាត់បានរកឃើញវាមានបញ្ហាធ្ងន់ធ្ងរជើងរបស់ប្រអប់លេខទាំងសងខាងបានដាច់ចេញពីគ្នាតែម្ដងតើតែលើកម៉ាស៊ីនចេញទើបអាចឆែកមើលបានម៉ាត់បាននិយាយថាវាល្អណាស់បើសិនជាក្រុមហ៊ុន Bugatti បានឃើញវីដេអូនេះហើយជួយព្រោះថានេះគឺជាអ្វីដែលពួកគាត់ត្រូវការឲ្យក្រុមហ៊ុនជួយសូមរងចាំនៅទស្សនានៅវីដេអូនៅវគ្គក្រោយអរគុណសម្រាប់ការទស្សនានិងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ